តាមវត្តមានរបស់កម្ពុជាតារា K-pop ល្បីៗលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជាយើងតើយើងទទួលបានផលចំណេញអ្វីខ្លះសួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំបាទច័ន្ទតារារិទ្ធនឹងមកនិយាយអំពីវត្តមានរបស់តារា K-pop ល្បីៗលំដាប់ពិភពលោកដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើងនៅក្នុងការប្រគំតន្ត្រីផ្សេងៗយើងឃើញថាឥទ្ធិពលរបស់វិស័យ K-pop នៃកូរ៉េខាងត្បូងគឺពិតជាសាយភាយទូទាំងពិភពលោកហើយនៅក្នុងនោះកម្ពុជាយើងក៏ទទួលឥទ្ធិពលពីវិស័យ K-pop នេះផងដែរឃើញថាមាន fan ជាច្រើនដែលតែងតែទន្ទឹងរង់ចាំនៅវត្តមានរបស់តារាល្បីៗជាពិសេសគឺតារា K-pop មកកាន់ប្រទេសកម្ពុជាទន្ទឹមនឹងនោះដែរក៏ខ្ញុំឃើញថាតែងតែមាននៅមតិអវិជ្ជមានមួយចំនួនដែលតែងតែរិះគន់ទៅលើសកម្មភាពក៏ដូចជាការគាំទ្ររបស់ក្រុមអ្នកគាំទ្រ K-pop ដូច្នេះនៅថ្ងៃនេះគឺខ្ញុំនឹងមកនិយាយថាតើវត្តមានរបស់កម្ពុជាតារាល្បីៗលំដាប់អន្តរជាតិជាពិសេសគឺខាង K-pop ដែលបានមកកាន់ប្រទេសកម្ពុជាយើងតើយើងទទួលបាននៅផលចំណេញអ្វីខ្លះដោយនៅក្នុងនោះតារាចម្រៀងខាង K-pop ល្បីៗដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើងនាពេលកន្លងមកក្រោមការអញ្ជើញចូលរួមពីក្រុមហ៊ុនស្រាបៀរធំៗនៅក្នុងប្រទេសកម្ពុជាយើងដែលមានដូចជា CL ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើងចំនួន2ដងលោក PSY លោក Ren Hyuna និងចុងក្រោយនេះគឺស្ដេច K-pop ដ៏ល្បីល្បាញលោក Taeyang ក៏បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើងផងដែរដើម្បីចូលរួមនៅក្នុងការប្រគំតន្ត្រី Gensburg Super Idol Season 4ដូច្នេះចង់ដឹងថាតើវត្តមានរបស់ពួកគេបានផ្ដល់មកនៅផលចំណេញអ្វីខ្លះមកដល់ប្រទេសកម្ពុជាយើងសូមមកទស្សនាវីដេអូនេះទាំងអស់គ្នាចំណុចទី1តាមរយៈវត្តមានរបស់ពួកគេនឹងធ្វើឲ្យបរទេសកាន់តែស្គាល់អំពីប្រទេសកម្ពុជាយើងអ្នកនរគ្នាត្រូវដឹងថាតារា K-pop ល្បីៗទាំងអស់នោះគឺពួកគាត់មានអ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោកជាពិសេសនៅប៉ែកអាស៊ីយើងដូច្នេះនៅពេលដែលដំណឹងនៃការអញ្ជើញមកកាន់ប្រទេសកម្ពុជាត្រូវបានផ្សព្វផ្សាយអ្នកគាំទ្ររាប់លានអ្នកទាំងអស់នោះនឹងធ្វើការស្រាវជ្រាវអំពីប្រទេសកម្ពុជាយើងពេលនោះហើយនឹងធ្វើឲ្យពួកគេបានស្គាល់អំពីទឹកដីនៃប្រទេសកម្ពុជាយើងថាតើមានអ្វីខ្លះដែលពួកគេគួរតែស្វែងយល់ចំណុចទី2គឺជួយលើកស្ទួយវិស័យទេសចរនៅក្នុងប្រទេសកម្ពុជាយើងមូលហេតុដែលខ្ញុំនិយាយថាអាចលើកស្ទួយវិស័យទេសចរគឺដោយសារតែនៅពេលដែលពួកគាត់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើងពេលខ្លះគឺពួកគាត់អាចស្នាក់នៅលើពីការប្រគំតន្ត្រីរបស់ពួកគាត់ហើយធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើងនៅពេលដែលគាត់ធ្វើដំណើរទៅកាន់តំបន់ទេសចរណាមួយនោះហើយគឺជាការផ្សព្វផ្សាយដោយផ្ទាល់អំពីប្រទេសកម្ពុជាយើងទៅកាន់អ្នកគាំទ្ររាប់លានអ្នករបស់ពួកគាត់នៅជុំវិញពិភពលោកដែលនេះគឺជាផលចំណេញដ៏ធំមួយសម្រាប់ប្រទេសកម្ពុជាយើងពីព្រោះថាពេលខ្លះបើទោះបីជាយើងមានលុយជាច្រើនដើម្បីជួលពួកគាត់ឲ្យមកផ្សព្វផ្សាយក៏មិនប្រកាសថាអាចយកពួកគាត់មកបានដែរអញ្ចឹងនៅពេលដែលពួកគាត់ដើរលេងនៅក្នុងប្រទេសកម្ពុជាយើងហើយថតរូបផ្សព្វផ្សាយឲ្យប្រទេសកម្ពុជាយើងនោះគឺជាផលចំណេញដ៏ធំមួយដែលគេហៅថា soft power ដែលចំណុចនេះគឺពិតជាសំខាន់បំផុតជាស្ដែងដូចជាវត្តមានរបស់ CL ដែលគាត់បានមកធ្វើការប្រគំតន្ត្រីនៅក្នុងប្រទេសកម្ពុជាយើងក្រោយចប់ concert គឺគាត់បានដើរលេងទៅកាន់តំបន់រមណីយដ្ឋានវត្តភ្នំហើយបានផ្សព្វផ្សាយរូបភាពទាំងអស់នោះនៅលើបណ្ដាញសង្គមរបស់គាត់ដែលពេលនោះហើយធ្វើឲ្យមនុស្សជាច្រើនបានស្គាល់អំពីតំបន់ទេសចរវប្បធម៌ប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជាយើងផលចំណេញទី3នោះគឺផ្នែកសេដ្ឋកិច្ចជាតិអ្នកនរគ្នាត្រូវដឹងថាអ្នកគាំទ្ររបស់តារា K-pop ល្បីៗទាំងអស់នោះគឺមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាយើងទេពលគឺមានទូទាំងពិភពលោកជាពិសេសនៅក្នុងតំបន់អាស៊ីយើងអញ្ចឹងនៅពេលដែលមានការប្រគំតន្ត្រីធំៗលំដាប់អន្តរជាតិនៅក្នុងប្រទេសកម្ពុជាយើងគឺអាចទាក់ទាញអ្នកគាំទ្រទាំងអស់នោះមកកាន់ប្រទេសកម្ពុជាយើងដូចគ្នាអាចថាមានអ្នកខ្លះមកពីប្រទេសវៀតណាមប្រទេសថៃឬក៏បណ្ដាប្រទេសផ្សេងៗទៀតមិនថាតែនៅក្នុងតំបន់អាស៊ានឬក៏នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងឬក៏ប៉ែកខាងអឺរ៉ុបនោះទេអញ្ចឹងនៅពេលដែលពួកគាត់មកកាន់ប្រទេសកម្ពុជាយើងគាត់ប្រកាសជាមានការចាយវាយអីមិនថាតែទៅលើខាងសត្វគារមិនថាទៅលើម្ហូបអាហារឬក៏របស់របរអីផ្សេងៗដែលគាត់ចាប់អារម្មណ៍ពីប្រទេសកម្ពុជាយើងគឺគាត់នឹងធ្វើការចាយលុយនៅក្នុងស្រុកយើងអញ្ចឹងនេះគឺជាផលចំណេញមួយសម្រាប់ប្រជាជនយើងសម្រាប់សេដ្ឋកិច្ចជាតិយើងនៅត្រង់ចំណុចទី3នេះដែរខ្ញុំសូមថែមតិចចុះអ្នកនរគ្នានៅចាំអត់ថាសង្ហបុរីគឺជាប្រទេសមួយដែលគាត់ហ៊ានចាយលុយរាប់លានដុល្លារដើម្បីធ្វើការទិញសិទ្ធិផ្ដាច់មុខពីការប្រគំតន្ត្រីរបស់ Taylor Swift ហេតុអីបានជារដ្ឋាភិបាលរបស់សង្ហបុរីគេហ៊ានចាយលុយរាប់លានដុល្លារដើម្បីឲ្យ Taylor Swift ធ្វើការប្រគំតន្ត្រីនៅក្នុងប្រទេសរបស់ខ្លួននោះគឺដោយសារតែគេមើលឃើញពីផលចំណេញដ៏មហាសាលសម្រាប់សេដ្ឋកិច្ចជាតិគេជាក់ស្ដែងការប្រគំតន្ត្រី6ថ្ងៃជាប់គ្នានៅក្នុងប្រទេសសង្ហបុរីគឺគាត់ទទួលបាននៅផលចំណេញយ៉ាងមហាសាលតែម្ដងតាមរយៈវត្តមានរបស់មនុស្សរាប់ម៉ឺននាក់ដែលបានធ្វើដំណើរទៅកាន់ប្រទេសសង្ហបុរីនោះឯងសរុបមកវិញវត្តមានរបស់តារា K-pop ឬក៏តារាល្បីៗលំដាប់ពិភពលោកដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើងអាចនិយាយបានថាមានផលវិជ្ជមានច្រើនជាជាងផលអវិជ្ជមានផលអវិជ្ជមានវាអាចនឹងមានប៉ុន្តែនៅក្នុងកម្រិតតិចតួចកុំតែយើងទៅបង្កបញ្ហាអីជាមួយនឹងតារាទាំងអស់នោះឬមួយក៏តារាទាំងអស់នោះធ្វើរឿងមិនល្អនៅក្នុងប្រទេសកម្ពុជាយើងប៉ុន្តែជារួមមកវត្តមានរបស់ពួកគាត់គឺមានតែផ្ដល់ផលចំណេញមកកាន់ប្រទេសកម្ពុជាយើងគឺផលប៉ះពាល់មិនសូវជាមាននោះទេ
អញ្ចឹងវីដេអូរបស់ខ្ញុំបាននៅថ្ងៃនេះក៏បានមកដល់ទីបញ្ចប់ដែរអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយផ្ដល់កម្លាំងចិត្តដល់ខ្ញុំបាទផងតាមរយៈការចុច Subscribe Channel YouTube របស់ខ្ញុំបាទគឺ Sharing with ចន្ទរារិទ្ធខ្ញុំបាទនឹងព្យាយាមរិះរកនៅប្រធានបទល្អៗជាច្រើនផ្សេងទៀតដើម្បីយកមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាខណៈនេះខ្ញុំបាទចន្ទរារិទ្ធសូមអរគុណនិងសូមជម្រាបលា